រត់ដើម្បីសុខភាពអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកលើកទី18កាលពីព្រឹកថ្ងៃទី5ខែកក្កដាឆ្នាំ2026ក្លឹបរត់បានរៀបចំកម្មវិធីរត់កម្សាន្ត8គីឡូម៉ែត្រដើម្បីអបអរសាទរខួបលើកទី18នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយមានអ្នកចូលរួមរត់ប្រមាណជាង500នាក់ដែលកម្មវិធីខាងលើនេះប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយនៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញអ្នកចូលរួមរត់ក្នុងកម្មវិធីរៀបចំខាងលើនេះបានសម្ដែងក្តីរីករាយជាខ្លាំងដែលការរត់ដើម្បីសុខភាពកម្សាន្តសប្បាយផ្សារភ្ជាប់ជាមួយការរំលឹកទៅដល់មរតកវប្បធម៌របស់ខ្មែរយុវជនផាបូរិនដែលបានចូលរួមរត់ក្នុងកម្មវិធីខាងលើនេះបានបង្ហាញពីអារម្មណ៍រីករាយនិងបានកោតសរសើរដល់ការរៀបចំរបស់គណៈកម្មការឲ្យការរត់បិទបញ្ចប់ទៅដោយជោគជ័យនិងរលូនល្អលោកផាបូរិនដែលបញ្ចប់ទីមុនគេក្នុងចម្ងាយ8គីឡូម៉ែត្រនិយាយទាំងក្តីរំភើបថាសម្រាប់ខ្ញុំការរៀបចំខ្ញុំគិតថាល្អដោយសារបងមានក្រុមការងារគាត់ចែកទឹកឬក៏ក្រុមហ៊ុនខាង Postgre Swap ឬក៏ក្រុមការងារនៅខាងនេះគាត់មានការលូទីរាក់ទាក់ឬក៏និយាយសួរណែនាំយើងអីចឹងទៅបាទបើសិនយើងមានបញ្ហាអីគាត់អាចជួយដោះស្រាយយើងបានខ្ញុំយល់ថាកម្មវិធីនេះគឺជាកម្មវិធីដ៏ល្អមួយដែលខ្ញុំមិនដែលជួបពីមុនមកខ្ញុំធ្លាប់លើតាភាសាព្រះវិហារប៉ុន្តែអរគុណដែលបងបង្កើតកម្មវិធីភាសាកម្មវិធីរត់នេះមកក៏បានយកកម្មវិធីរត់បូកជាមួយនឹងភាសាព្រះវិហារវាធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ឬក៏តាក់ទាញចង់គេហៅថាចង់ជំរុញខ្លួនឯងរត់ដើម្បីអបអរសាទរភាសាព្រះវិហារនេះជាមួយគ្នានេះដែរលោកសុនវាសនាអ្នកចូលរួមរត់ដែលបានបញ្ចប់ក្នុងថេរវេលា43នាទីរៀបរាប់ទាំងក្តីរំភើបចំពោះការរៀបចំរបស់ក្លឹបរត់ដែលបានលើកយកប្រធានបទវប្បធម៌មកគប់ផ្សំនឹងការរត់កម្សាន្តសប្បាយដើម្បីសុខភាពលោកវាសនាដែលតុបតែងខ្លួនបង្ហាញពីក្តីមោទកភាពជាតិខ្មែរបាននិយាយថាថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយណាស់បានចូលរួមក្នុងកម្មវិធីដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោកលើកទី18នេះបាទកម្មវិធីកីឡារត់ទាំងអស់ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនយើងចាប់ផ្ដើមមិនថាចាប់ពីអាយុប៉ុន្មានទេព្រោះយើងដើម្បីសុខភាពទី1បាទទី2យើងអត់មានការប្រកួតប្រជែងទេយើងអាចចូលរួមដោយសេរីអញ្ចឹងដើម្បីសុខភាពផងដើម្បីឲ្យមានការលើកស្ទួយវិស័យកីឡារត់នេះផងដែរបាទដែលឡៃយុវតីកូនកាត់ខ្មែរអាមេរិកដែលបានចូលរួមរត់ក្នុងកម្មវិធីរត់កម្សាន្តសប្បាយអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកលើកទី18បង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះការបង្កើតឲ្យមានកម្មវិធីសប្បាយបែបនេះនៅថ្ងៃចុងសប្តាហ៍យុវតីបានរៀបរាប់ទាំងក្តីត្រេកអរថាយើងរត់នឹងមានអារម្មណ៍មិនយ៉ាងសប្បាយចាពីមុនមកធ្លាប់ចូលរួមរត់ឈប់តាធ្លាប់ប្រហែលដងហីបើនិយាយទៅឃើញមនុស្សច្រើនទៅដូចមានអារម្មណ៍សប្បាយដែរឃើញអ្នកចូលរួមហាក់អញ្ចឹងល្អចាពេលរត់ទៅមានបញ្ហាសាច់ដុំអីអត់ទេបញ្ហាមានតែសាច់ដុំនឹងឡើងកម្លាំងwarm up ពីជើងរបៀបថាwarm up បន្តិចបន្តួចបានទេចាជាងកាយយើងខនដើរទៅអានឹង warm up ហើយចាក្រោយលទ្ធផលទទួលបានជោគជ័យជាផ្លែផ្កានៃកម្មវិធីដែលបានបំផុសស្មារតីយុវជនឲ្យងាកមកចាប់អារម្មណ៍លើការលេងកីឡាដើម្បីសុខភាពនិងរំលឹកដល់សម្បត្តិវប្បធម៌របស់ខ្មែរតំណាងអ្នករៀបចំកម្មវិធីខាងលើបានបញ្ជាក់ពីគោលបំណងធំរបស់ក្លឹបរត់និងបង្ហាញពីចក្ខុវិស័យឆ្ពោះទៅថ្ងៃអនាគតអតីតម្ចាស់មេដាយមាសស៊ីហ្គេមកីឡាអត្តពលកម្មកម្ពុជាឆ្នាំ2023ជាប្រវត្តិសាស្ត្រលោកឈុនបន្ថនលើកឡើងពីអារម្មណ៍រីករាយដែលការរៀបចំកម្មវិធីរត់ដំបូងរបស់ខ្លួនទទួលបានជោគជ័យនិងវាតម្លៃខ្ពស់ពីអ្នកចូលរួមរត់លោកបន្ថនបានបដិញ្ញាថានឹងប្រែក្លាយពីកម្មវិធីឲ្យទៅជាព្រឹត្តិការណ៍រត់ដ៏ធំប្រចាំព្រះរាជាណាចក្រកម្ពុជាម្ចាស់កំណត់ត្រាថ្មីនៃកីឡាអត្តពលកម្មកម្ពុជាលោកឈុនបន្ថនរៀបរាប់ទាំងចិត្តសប្បាយរីករាយថាមូលហេតុអីទើបយើងមានព្រឹត្តិការណ៍បាទសម្រាប់ខ្ញុំគិតថាវាជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសជាតិទាំងមូលដែលយើងរៀបចំនេះគឺក្នុងគោលបំណងដើម្បីចងក្រងប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រឲ្យប្រជាជនកូនខ្មែរយើងបានដឹងថាប្រាសាទព្រះវិហារយើងជាបេតិកភណ្ឌមួយរបស់ពិភពលោកអញ្ចឹងយើងត្រូវតែចូលរួមអបអរសាទរនិងថែរក្សាទាំងអស់គ្នាទោះបីជាប្រាសាទយើងទ្រុឌទ្រោមឬក៏បាក់បែកយ៉ាងណាក៏ដោយយើងត្រូវតែចងចាំវា
បាទការពារវាទាំងអស់គ្នាបាទអូការរៀបចំរបស់យើងការពីដើមឆ្នាំចុងឆ្នាំហ្នឹងហើយចុងឆ្នាំ2023រហូតដល់2026នេះគឺយើងរៀបដំបូងគឺយើងរៀបសបាយៗទេហ្វាន់រត់លេងហើយមានទឹកមានអីអត់មានអាវអីអញ្ចឹងទេទើបតែលើកនេះលើកទី1គឺខ្ញុំមានគោលបំណងមួយគឺចង់បង្កើតជាវត្ថុអនុស្សាវរីយ៍សម្រាប់កុមារាកុមារីក៏ដូចជាអ្នកចូលរួមរត់ទាំងអស់គ្នាបាទនៅថ្ងៃអនាគតយើងនឹងមានរៀបចំព្រឹត្តិការណ៍តទៅមុខទៀតបាទពីមួយខែទៅមួយខែពីមួយខែទៅមួយខែយើងមានព្រឹត្តិការណ៍រហូតដើម្បីឲ្យពង្រឹងបាទក្នុងចក្ខុវិស័យឬក៏ទស្សនវិស័យរបស់យើងគឺដើម្បីកេរ្តិ៍ឈ្មោះប្រទេសជាតិសុខភាពប្រជាជននិងបណ្ដុះបណ្ដាលធនធានមនុស្សបាទជាគោលដៅបន្តពួកយើងនឹងរៀបចំការរត់មួយដ៏ធំនៅក្នុងស្រុកខ្មែរគឺរត់ជាមួយខ្ញុំរត់នៅក្នុងប្រទេសខ្ញុំបាទជាមួយខ្ញុំរត់នៅក្នុងប្រទេសខ្ញុំបាទគោលដៅរបស់ខ្ញុំគឺតាក់ទាញប្រជាជនខ្មែរនិងបរទេសឲ្យចូលរួមរត់ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់យើងក៏លើកតម្កើងវប្បធម៌និងបង្ហាញពីជីវភាពរស់នៅរបស់ប្រទេសខ្មែរផងដែរបាទគោលបំណងគឺរត់ទូទាំងប្រទេសអ្នកណាក៏អាចរត់បានដែរមានន័យថាយើងរត់និមិត្តរត់ដោយមិនផ្ទាល់នៅនេះថ្ងៃនេះយើងរត់ផ្ទាល់ប៉ុន្តែយើងនឹងបង្កើតកម្មវិធីមួយគឺរត់ដោយមិនផ្ទាល់មួយទៀតបាទរត់ដោយមិនផ្ទាល់រត់បែបណារត់ virtual run រត់និមិត្តមានន័យថាយើងរត់នៅផ្ទះខ្លួនឯងក៏បានរត់នៅណាក៏បានយើងមកបើកមេដៃតាមក្រោយហ្នឹងហើយចឹងបើថាអាច register ហើយយើងទទួលបានមេដៃតាមក្រោយហ្នឹងហើយ register ហើយយើងរត់ខ្លួនឯងទៅផ្ញើទិន្នន័យមកយើងទទួលបានមេដៃតាមក្រោយអូខេអរគុណច្រើនបាទអរគុណច្រើនសូមបញ្ជាក់ថាកម្មវិធីរត់ដើម្បីសុខភាពដើម្បីអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកលើកទី18ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនភេសជ្ជៈ Pocari Sweat ទឹកពិសាកម្ពុជា Minchu សម្បុកត្រចៀកកម្មសុទ្ធនិង Cosi Matcha House